សួងអប់រំយុវជននិងកីឡារៀបចំទិវាអប់រំកាយថ្នាក់ជាតិលើកទី5នៅខេត្តតាកែវដោយមានការសហការពីមន្ទីរអប់រំខេត្តតាកែវនៅព្រឹកថ្ងៃទី1ខែមេសាឆ្នាំ2025ក្រសួងអប់រំយុវជននិងកីឡាបានរៀបចំពិធីអបអរសាទរទិវាអប់រំកាយថ្នាក់ជាតិលើកទី5នៅខេត្តតាកែវក្រោមប្រធានបទអប់រំកាយជាមូលដ្ឋានគ្រឹះនៃកីឡាពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវស្ថិតក្រោមអធិបតីភាពឯកឧត្តមកែវប៊ុនខៀងរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមសាមឌីស៊ីវឌ្ឍនារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងលោកស្រីគៀសុភូអភិបាលរងខេត្តតាកែវដោយមានការចូលរួមពីប្រតិភូថ្នាក់ដឹកនាំក្រសួងអប់រំលោកប្រធានមន្ទីរអប់រំខេត្តតាកែវលោកស្រីមន្ទីរអង្គភាពជំនាញខេត្តរួមនឹងលោកគ្រូអ្នកគ្រូសិស្សានុសិស្សដែលមកពី3សាលាក្នុងក្រុងដូនកែវមានប្រសាសន៍ក្នុងឱកាសនោះលោកស្រីគៀសុភូអភិបាលរងខេត្តតាកែវបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូក្រសួងអប់រំយុវជននិងកីឡាដែលបានរៀបចំទិវាអប់រំកាយថ្នាក់ជាតិលើកទី5នៅលើទឹកដីខេត្តតាកែវនាពេលនេះសបញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យអប់រំពិសេសសកម្មភាពអប់រំកាយនាំមកនូវសុខភាពសាមគ្គីភាពទាំងការសិក្សាទាំងការរស់នៅក្នុងសហគមន៍ដើម្បីឆ្ពោះទៅរកភាពរុងរឿងជាមួយគ្នានោះឯកឧត្តមកែវប៊ុនខៀងរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាការរៀបចំទិវានេះឡើងគឺដើម្បីបំផុសសកម្មភាពអប់រំកាយនិងកីឡាដល់សិស្សានុសិស្សនៅតាមសាលារៀននិងប្រជាពលរដ្ឋនៅតាមសហគមន៍ឲ្យចូលរួមហាត់ប្រាណនិងលេងកីឡាឲ្យបានគ្រប់គ្នាស្របតាមពាក្យស្លោកពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិតឯកឧត្តមបន្តទៀតថាដើម្បីលើកកម្ពស់វិស័យអប់រំកាយកាន់តែប្រសើរក្រសួងអប់រំយុវជននិងកីឡាបានដាក់បញ្ចូលមុខវិជ្ជាអប់រំកាយនិងកីឡាទៅក្នុងកម្មវិធីសិក្សានៅថ្នាក់បឋមសិក្សាដើម្បីសិស្សមានទម្លាប់លេងកីឡាពីថ្នាក់មូលដ្ឋានទៅព្រោះកីឡានាំមកនូវសុខភាពសាមគ្គីភាពបង្កើនប្រាជ្ញាស្មារតីចងចាំល្អនិងភាពសប្បាយរីករាយរួមគ្នាក្នុងសង្គមផងដែរឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមកែវប៊ុនខៀងរដ្ឋលេខាធិការក្រសួងអប់រំក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរអប់រំខេត្តបន្តបំផុសចលនាកីឡាក្រៅម៉ោងឲ្យបានទូលំទូលាយនិងគាំទ្រចូលរួមសកម្មភាពអប់រំកាយនិងកីឡានៅតាមសាលារៀននានាដើម្បីសម្រេចគោលដៅនៃជាតិមានសុខភាពល្អសហការល្អនិងអភិវឌ្ឍចីរភាព